ជួបគីងកុងហើយមកសំមិញកីឡាករថៃបាទថើបរៀងរឿងហ្នឹងណាគីងកុងជួយបញ្ចេញកំហឹងជួបបងប្អូនរបស់យើងដាល់យកតែម្ដងនេះកែងក៏ល្អតក៏ល្អកីឡាករមិនដែលចាញ់គឺរទ្ធីគីងកុងបាទគីងកុងនេះដោយសារតែគាត់ចូលចិត្តអាការថាថតរូបបញ្ចេញសាច់ដុំមកទៅគ្រូផាត់សាដាគាត់ដាក់ឈ្មោះគីងកុងហើយការវាយក៏ល្អទៀតគឺមិនដែលចាញ់បាទ10 ដងជាងមិនដែលចាញ់ទេហើយកីឡាករថៃនេះពេលដែលគីងកុងគាត់ទៅស្រុកថៃយកឈ្នះកីឡាករថៃផ្ដួលថៃឲ្យស្លាប់កីឡាករម្នាក់នេះយកស្គរគ្រាប់មកគ្រាប់មកឲ្យគីងកុងសុំប្រកួតបាទរឿងរ៉ាវគឺបែបនេះទើបធ្វើឲ្យកីឡាករថៃវ័យក្មេងម្នាក់នេះហោះពីថៃមកវាយនៅខ្មែរការប្រកួតគាត់ឲ្យចាប់ផ្ដើមគ្នាចូលមកជើងបាទណាបាទតូចតែចុកដូចគ្នាបងប្អូនបាទយ៉ាងណាការប្រកួតជាក់ស្ដែងបងប្អូនរីដេទស្សនារបស់គ្នាការប្រកួតនេះឃើញថាមានតែគ្រប់គ្រងច្រើនសម្រាប់កីឡាករវ័យក្មេងហើយបាទបន្តគ្រប់គ្រងកីឡាករវ័យក្មេងដើម្បីជាកម្លាំងចិត្តហើយក៏ដើម្បី sponsor ឧបត្ថម្ភកីឡាករក្មេងៗយ៉ាងកាន់តែច្រើនមានទីផ្សារច្រើនទៅអនាគតជឿជាក់ថាយើងនឹងមានកីឡាករលំដាប់កាន់តែច្រើនហើយខ្លាំងជាងបច្ចុប្បន្នបាទអញ្ចឹងអរគុណបងប្អូនរីករាយទស្សនាការប្រកួតបាទទាំងគ្នារស់រវើកតែម្ដងមកសម្រាប់គូនេះចេញពីរត់គុណខ្មែរបាទតែតែម្ដងឱកាសដល់ថ្នាលគ្រប់បាទបណ្ដាខេត្តបាទមកពីបណ្ដាក្លឹបឆ្លោដូចគ្នាម្នាក់ឡើងឆ្វេងម្នាក់ទៀតឡើងស្រាំបាទតត់ឆ្វេងប្រហែលពីចម្ងាយពីរត់ពីគីងកុងដេញតាមមកវិញឆ្លោបន្តតាមចូលដល់ពីសិនអ្នកនេះជាញាក់ចូលការប្រកួតគឺ5ទឹកពេញដេញតាមទៅវិញពីគីងកុងតត់ឆ្វេងចូលដេញเข้าពីរត់ពីគីងកុងប្រែទៅមុខទេសិនអ្នកញាក់ឆ្លោមកវិញបាទញាក់ដូចគ្នាហើយក៏តត់ស្ដាំពីសិនអ្នកសុំឲ្យឆ្វេងពីរត់ពីគីងកុងរីរំតាមចង្វាក់ភ្លេងមានក្បាច់មានស្នៀតមានសិល្បៈរៀងខ្លួនបាទសុទ្ធសឹងតែជាអ្នកដែលបង្កើតសុទ្ធសឹងតែអ្នកដែលដឹងពីស្នៀតរបស់ថាតែអ្នកនេះធ្លាប់ទស្សនាផ្ទាល់ការប្រកួតរបស់គីងកុងចត់ឆ្វេងប្រហែលកេញតាមចូលបាទក៏មិនដែរតែមួយដៃឆ្វេងជាបន្តទី2រត់ពីគីងកុងបាទហើយទឹកកាប់គោលជើងក្រោមពីរត់ពីគីងកុងបាទតែអ្នកក៏ទឹកឆ្វេងខាងឆ្វេងបាទឆ្វេងមកដៃពីគីងកុងបាទឆ្វេងបាទឆ្វេងទុកកណ្ដាលឆ្វេងបាទឆ្វេងពីដៃពីដៃបាត់ឆ្វេងខាងចេញជាបន្តទីគីងកុងទឹកឆ្វេងយកដល់ពីគីងកុងបាទសូមសម្លេងហើយបាទ ប្រកបបន្តចាប់ទឹកទី1ពុកតៃទស្សនាបាទជាង50ទេបាទចូលរួមជួយសៀឡើងជាបន្តទៀតបាទបងប្អូនក្រហមកីឡាករគុនខ្មែររត់ទីគីងកុងបាទតបមកចូលជួយនេះតបចំខំប្រាក់បាទវត្តមានគណៈធិបតីឧបត្ថម្ភបង្ខាំដល់គីងកុងថាវិការ20ម៉ឺនរៀលបាទសរុបគឺ60ម៉ឺនរៀលបាទគាត់ធ្វើគីងកុងបាទស្ដាំរបស់បៃសេលេខបាទធ្លាក់ស្ដាំបាទការប្រជុំបានទឹកកម្មការបាទមួយទឹកទី2របស់ទីទៅហើយបាទស្រីរត់ជាបន្តទៀត4 5 6 7 បាទអូហូបាទអបអរសាទរទៅដល់បាទជាថ្នាក់បាទគឺការដាក់សម្ពាធបាទសន្ធប់នៅទីកែងឆ្វេងពុះបាទពីខាងលើតែម្ដងបាទពីរត់ទីគីងកុងបាទបាទពីទាំងការតាមតាមតាមវាចេញក្បាច់ច្រើនមែនទែនបាទក្មេងក៏ពិតមែនថ្នាលក៏ពិតមែនតែក្រោយទៀតបងប្អូនចាសសូមអរគុណជ័យជំនះបានទៅកីឡាករបង្គោលក្រហមរទ្ធីកេងកុងដែលបានផ្ដួលឲ្យដៃគូបង្គោលធាន